សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកចូលបន្តទៀតតាក់ទងជាមួយនឹងចលនារបស់ផង់ក្នុងដែនតែប៉ុន្តែកន្លែងចំណុចនេះគឺគេនិយាយតាក់ទងជាមួយនឹងស៊ីក្លូត្រង់អញ្ចឹងស៊ីក្លូត្រង់ហ្នឹងគឺមិនចានេះរូបតំណាងរបស់យើងគឺវាមានបាទនេះ D2 D1 ហ្នឹងជាឧបករណ៍បង្កើនល្បឿនភាពល្អិតបាទអញ្ចឹងការប្រើប្រាស់វាគឺវាមានទៅលើផ្សេងទៀតតើយើងរៀនឲ្យបានច្រើនបន្តិចប៉ុន្តែនេះខ្ញុំចង់ផ្ដោតទៅលើលំហាត់ទេអញ្ចឹងយើងមើលទៅលើលំហាត់នេះគេថា a cyclotron for accelerating proton has a magnitude fear of បាទអញ្ចឹងបើន័យថា cyclotron បាទសម្រាប់បង្កើនល្បឿនភាពល្អិតមានតម្លៃដែន 0.150 Tesla និងកម្មអតិបរមាគឺ 0.500 ម៉ែត្រចុះសំណួរ A គេសួរអីគេតើប្រេកង់របស់ cyclotron ហ្នឹងមានតម្លៃប៉ុន្មានហើយសំណួរ B គេសួរថាមពល cinetic របស់ proton ហ្នឹងដែលវាចេញពី cyclotron ហ្នឹងបាទអញ្ចឹងដំបូងផុតគឺកលឹះរបស់គេគឺគេឲ្យប្រើតាមច្បាប់ Newton ហើយប្រើតាមកម្មកន្លងបាទល្បឿនរបស់វាចលនាវងស្មើយើងប្រើ v ស្មើ air omega អញ្ចឹងអានេះគឺគេនិយាយf ស្មើ ma ទៅពេល a ស្មើ v ក្រេនៅលើ air ហើយដល់ពេល i មួយទៀតគឺមានថាកម្លាំងmagnetic វាដើរតួជាកម្លាំងចូលផ្ចិតបាទអញ្ចឹងគុយ v b បាទ sin នេះ theta ឬ alpha ដែល v កែងនឹង b គឺយើងបាន sin 90អញ្ចឹងយើងជំនួសមកបានគុយ v b ស្មើ m v ការ៉េនៅលើ air បាទក៏ប៉ុន្តែ v របស់យើងគឺស្មើអីគេមិញបាទ v របស់យើងគឺស្មើ omega គុណជាមួយនឹង air បាទអញ្ចឹងយើងជំនួសមកគឺបាន omega air កន្លែង v បាទកន្លែងនេះ v ការ៉េអញ្ចឹង omega air ការ៉េនៅលើ air អញ្ចឹងយើងសម្រួល air មួយហើយយើងទាញរក omega គឺស្មើគុយ b នៅលើ m បាទគុយរបស់យើងគឺ 1.6 គុណ10 សេគុណដល់19 គូឡុំចំណែកឯដែន magnetic របស់យើងមានតម្លៃ 0.150 បាទ Tesla ម៉ាស់របស់ proton គឺ 1.67 គុណនឹង10 សេគុណដល់27 គីឡូក្រាមបាទយើងគណនាមកបាន 1.44 គុណនឹង10 សេគុណ7 រ៉ាតយ៉ង់នៅក្នុង1វិនាទីបាទអញ្ចឹងកាលណាយើងស្គាល់ omega យើងហៅ s គឺស្មើ2 omega លើ2 pi បាទយើងជួសចូលបាទហើយយើងគណនាមកបាន 2.29 គុណ10 សេគុណ6 Hz ឬក៏ 2.29 MHz បាទអានេះគឺយើងថាមពល cinetic ការ1លើ2 mv ការ៉េ v របស់យើងគឺស្មើ omega គុណ air អញ្ចឹង v ការ៉េ omega ការ៉េ air ការ៉េយើងជួសចូល1លើ2 mass របស់ proton គុណជាមួយនឹងបាទតម្លៃ omega បាទល្បឿនមុំបាទលើកជាការ៉េគុណជាមួយនឹងកម្មរបស់យើងគឺ 0.500 ម៉ែត្របាទលើកជាការ៉េមកយើងគណនាថាមពលរបស់យើងគឺបាន 4.33 គុណនឹង10 សេគុណដល់14 Joule បាទនៅពេលនេះគឺយើងចង់គិតជា Joule ក៏បាន electron volt ក៏បានដែរបាទយើងគិតជា electron volt មកគឺយើងបានគុណជាមួយនឹងបាទយើងចែកនឹង 1.6 គុណ10 គុណដល់19បាទហើយនៅពេលយើងចែកវាហើយគឺយើងធ្វើការប្របែកទៅជាគីឡូ electron volt ក៏បានដែរបាទអញ្ចឹងនៅក្នុងលំហាត់របស់យើងគឺមានតែប៉ុណ្្នឹងឯងគឺកលឹះសំខាន់គឺគេឲ្យយើងអនុវត្តរូបមន្តនេះបាទរូបមន្តកម្លាំង magnetic FM F មកគុយ VB និងកម្លាំងចូលផ្ចិតគឺនៅពេលវាធ្វើចលនាវងស្មើគឺវាមានកម្លាំងចូលផ្ចិតអញ្ចឹង MA របស់យើងគឺសន្ទុះចូលផ្ចិត V ការ៉េនៅលើ air បាទអញ្ចឹងលំហាត់របស់យើងមានតែប៉ុណ្្នឹងឯងបាទសូមអរគុណអញ្ចឹងនៅវីដេអូបន្តទៀតគឺយើងនឹងស្រាយលំហាត់ឧទាហរណ៍នឹងឲ្យបានច្រើនបាទ